នេះមានតែណាទេតលេបាទីយើងហ្នឹងបាយក្បែរអំពេញមួយអ្នកផ្ទះសบายមួយយ៉ាងដែរហើយជិះម៉ូតូដើរលេងគ្រាន់តែនិយាយទៅគ្នាតែម្ដងគឺដាក់កម្រងទៅលេងទន្លេបាទីតែម្ដងគឺ2-3គ្រួសារនេះគឺជាសកម្មភាពដែលជិះនៅតាមផ្លូវនៅខាងទន្លេបាទីនឹងឯងបងប្អូនហើយនៅខាងទន្លេបាទីនេះតែម្ដងនៅថ្ងៃសៅរ៍នេះគឺអត់មានមនុស្សទាល់តែសោះសឹងតែស្ងប់ស្ងាត់ខ្លាំងមែនតែម្ដងបងប្អូនហើយនេះគឺជាទេសភាពនៅខាងទន្លេបាទីនឹងឯងបើធៀបពី2-3ឆ្នាំមុនគឺមិនមែនអញ្ចឹងទេប៉ុន្តែមកលើកនេះគឺពិតជាស្ងាត់ខ្លាំងតែម្ដងហើយទឹកក៏វាមិនសូវជាស្អាតប្រហែលណាទឹកវារៀងល្អខ្លាំងណាបងប្អូនហើយមកមើលក្បាលកំហូចវិញនេះវិញពិតជាខូចខ្លាំងមែនតែម្ដងហើយកម្ពស់គោនិយាយអត់ស្ដាប់ទេក្បាលខូចហ្នឹងហើយបន្ទាប់ពីញ៉ាំបាយហើយអត់មាននិយាយអីច្រើនទេក្មេងៗនាំគ្នាលេងដីលេងអីតែម្ដងឲ្យលេងដីសិនចុះចាស់កំពុងតែរវល់ជែកគ្នាលេងដីមិនឆ្អែតទេឥឡូវនាំគ្នាជិះទូកលេងកំសាន្តនៅទីតាំងហ្នឹងហើយទីទៀតខ្ញុំក៏ជិះម៉ូតូដើរលេងជាមួយនឹងក្មួយខ្ញុំដែរបងប្អូននេះមានតែណាទេតលេបាទីយើងហ្នឹងបាយក្បែរអំពេញមួយអ្នកផ្ទះសบายមួយយ៉ាងដែរហើយជិះម៉ូតូដើរលេងហើយជិះម៉ូតូតាមផ្លូវដើរលេងមួយក្មួយលយអត់បងប្អូនអូយបាយព្រៃប្រឹក្សាបងប្អូនផ្លូវតលេបាទីយើងហ្នឹងតាមដងផ្លូវ